រឿងកំណើតព្រាយក្រឡាភ្លើងគ្រប់ជំរាបសួរបងប្អូនប្រិយមិត្តអ្នកស្ដាប់ VFM ជាទីមេត្រីកម្មវិធីនិទានរឿងខ្មោចបានវិលមកជួបប្រិយមិត្តអ្នកស្ដាប់សារជាថ្មីតាមពេលវេលានិងម៉ោងដដែល VFM នាំមកជូនការកម្សាន្តគ្រប់ទីកន្លែងរឿងកំណើតព្រាយក្រឡាភ្លើងភាគ2ពេលយប់នៅផ្ទះនាងច័ន្ទឃើញនាងច័ន្ទកំពុងផ្លាស់សារ៉ុងនៅក្នុងបន្ទប់ទឹកដែលបិទបាំងដោយកន្ទេលចាស់ចាស់ជើងមនុស្សម្នាក់ដើរមួយសំដៅបន្ទប់ទឹកនាងច័ន្ទឃើញដៃនាងច័ន្ទលូកយកត្រឡោកក្នុងពាងរួចដងទឹកបំរុងងូតស្រាប់តែដៃមនុស្សចំណូលថ្មីក៏មកចាប់ដៃនាងជាប់នាងច័ន្ទបើកភ្នែកធំភ្ញាក់ផ្អើលទាំងងាកមុខមកក្រោយមនុស្សចំណូលថ្មីបន្លឺឡើងហើយមិនក៏ក្មួយឯងងូតទឹកពេលយប់បែបនេះគឺមីងទេពេលស្ត្រីយើងកំពុងពោពោះណាគេចាស់មិនឲ្យងូតទឹកពេលយប់ទេពីព្រោះកូនវាអាចនឹងឆ្លងពិបាកឆ្លងទន្លេតែខ្ញុំងូតទឹករត់តែយប់ហ្នឹងព្រោះស្អុះនៅមិនស្នុកទេណាមីងបើស្អុះស្អិតខ្លួនត្រឹមយកក្រមាចលក់ទឹកមកជូតខ្លួនទៅគឺបានហើយបើអញ្ចឹងខ្ញុំមិនងូតទេយកប្រមាចលក់ទឹកអួតទៅណាក្មួយចាមីងយប់នេះមីងមកដេកកំដៅឯងតាមការពឹងពាក់របស់អាសានប្តីឯងចាអរគុណហើយមីងអញ្ចឹងមីងទៅអង្គុយលេងលើក្រែសិនទេយប់នោះដែរនៅផ្ទះមីងផលភ្លើងចន្លោះមួយនៅដោតមុខផ្ទះដែលបំភ្លឺឲ្យឃើញនាយធឿននិងនាយប៉ាន់អង្គុយនិយាយគ្នានៅឯក្រែមុខផ្ទះនាយធឿនក្នុងទឹកមុខក្រៀមក្រំហើយក៏និយាយឡើងហើយម៉ែយើងមិនគួរត្រូវបានបងសានពឹងឲ្យតែដេកកំដរនាងច័ន្ទសោះមិនក៏អញនិយាយបែបនេះខ្លាញ់ម្ដាយឯងជាម្ដាយមីងបងសាននេះដូច្នេះគាត់ត្រូវពឹងពាក់អីចឹងហើយប៉ុន្តែយើងពិតជាមិនចង់ឲ្យម្ដាយយើងទៅដេកកំដរនាងច័ន្ទទេចានិយាយមិនចឹងព្រោះយើងគ្មានឱកាសបានទៅសាសងយកចិត្តនាងច័ន្ទនោះអីពុតថយអាធឿនបើអញចង់យកចិត្តនាងច័ន្ទណាពេលថ្ងៃមកកកោកមិនក៏មិនទៅចាំបាច់អីចង់ទៅពេលយប់ឯងមិនដឹងទេអីពេលថ្ងៃបានត្រឹមសាសងនឹងនាងប៉ុណ្ណោះហើយចុះឯងចង់យ៉ាងម៉េចទៀតព្រោះថាយើងចង់បានអ្វីលើពីនេះឮបែបនេះនាយប៉ាន់ធ្វើមុខងឿងឆ្ងល់ឯងចង់បានអីពីនាងច័ន្ទលើពីសាសងនឹងយល់ចិត្តទៀតនោះគឺយើងចង់បានខ្លួនប្រាណនាងឯងថាម៉េចឯងចង់បានខ្លួនប្រាណនាងច័ន្ទត្រូវហើយប៉ុន្តែនាងកំពុងមានផ្ទៃពោះណាយើងបានប្រាប់ឯងហើយថាពងទាផើមវាឆ្ងាញ់ជាងពងទាអត់ផើមណាឮបែបនេះនាយប៉ាន់ធ្វើទឹកមុខហួសចិត្តមកនេះថាឯងចង់គិតលេងឬក៏ចង់គិតមែនតើហ្នឹងប្រកាសជាគិតមែនតើហើយបើស្រឡាញ់មិនបានខ្លួនប្រាណនាងយើងក៏រស់នៅមិនស្និទ្ធក្នុងចិត្តដែរឮបែបនេះនាយប៉ាន់ក្រវីក្បាលតិចហួសចិត្តនាយធឿនក៏បន្តនិយាយឯងជួយរកមធ្យោបាយយើងផងទៅមើលថាតើយើងគួរធ្វើយ៉ាងណាដើម្បីបានខ្លួនប្រាណនាងច័ន្ទរឿងនេះឯងគិតខ្លួនឯងទៅយើងហៅឯងមកគឺដើម្បីជួយគិតគ្នានឹងណាភ្លាមអញ្ចឹងយើងក៏មិនដឹងថាមានមធ្យោបាយអីដែរបើអញ្ចឹងពួកយើងរកគិតជាមួយគ្នាទៅយប់នោះដែរនៅផ្ទះនាងច័ន្ទឃើញនាងច័ន្ទនិងមិញផលអង្គុយនិយាយគ្នានៅលើក្រែក្នុងខ្ទមខណៈមានភ្លើងចន្លោះមួយកំពុងអុចបំភ្លឺនៅសសរកណ្ដាលមិញផលនិយាយឡើង
ពេលស្ត្រីយើងមានតែពោះណាចាស់ចាំងតែផ្ដាំថាកុំសូវងូតទឹកពេលយប់ព្រោះអាចធ្វើឲ្យកូនឆ្លោះពិបាកកើតលើពីនេះចូលកុំធ្វើការឲ្យហួសកម្លាំងដូចជាលើកដាក់របស់ធ្ងន់កុំឈោងចាប់យករបស់ដែលផុតផោយពីដៃព្រោះវាអាចធ្វើឲ្យរបូតតងសុកដែលកូនកំពុងក្នុងកុំអង្គុយសំយងជើងមកទ្វារឬក៏ស៊ីចុកពេលកំពុងដើរហើរជាដើមចាខ្ញុំដឹងហើយមីងសម្រាប់ទៅណាមីងចេញទៅបិទទ្វារផ្ទះសិនថាហើយមីងផលក៏ក្រោកដើរចេញមកមាត់ទ្វាររៀបនឹងទាញទ្វារបិទស្រាប់តែភ្នែកគាត់ចោលទៅមុខផ្ទះក៏ឃើញស្រមោលមនុស្សស្រី2នាក់មានសក់វែងហើយលើកដៃដែលមានក្រចកវែងសំដៅមករកគាត់មីងផលធ្វើមុខភ័យខ្លាចរួចក៏ចាប់ទាញទ្វារបិទយ៉ាងប្រញាប់ទើបដើរចូលទៅក្នុងផ្ទះរកនាងច័ន្ទឃើញមីងផលក្នុងទឹកមុខមិនសូវស្រស់នាងច័ន្ទក៏ពោលសួរមីងតាមាននឹងអីហ្នឹងណែគ្មាននឹងអីទេក្មួយមីងផលនិយាយចប់ស្រាប់តែទ្វារខ្ទមរញ្ជួយឡើងក្រាក់ទំនងជាមានគេរុញពីខាងក្រៅមីងផលនិងនាងច័ន្ទដៀងភ្នែកទៅមាត់ទ្វារទាំងមុខភ័យខ្លាចនាងច័ន្ទបន្លឺឡើងណាច្រានទ្វារផ្ទះយើងហ្នឹងណែចាណាមីងគិតថាប្រហែលជាចោតបក់ហើយប៉ុន្តែស្ងប់ចោតឆាំងនឹងមីងហើយឯងកំពុងមានតែពួតអញ្ចឹងមីងមិននិយាយអីច្រើនទេឮបែបនេះនាងច័ន្ទធ្វើមុខងឿងឆ្ងល់ខ្ញុំចេញទៅមើលសិនមីងអាយ៉ាមិនបានទេពួកយើងសងមកដេកទៅណាមីងខ្ញុំចង់ដឹងថាកុំចង់ដឹងអីតោះពួកយើងឆាប់ចូលដេកទៅមីងផលក៏ចាប់ខ្លួននាងច័ន្ទឲ្យដេករួចទើបគាត់ប្រាស់ដេកតាមក្រោយទាំងទឹកមុខភ័យខ្លាចមីងផលគិតក្នុងចិត្តមិនក៏មានខ្មោចលងបែបនេះមិនគួរឲ្យជឿសោះនេះជាលើកទី1ហើយដែលខ្ញុំបានជួបប្រទះព្រលឹមឡើងនៅផ្ទះពូគង់ឃើញមីងផលពូគង់និងមីងធីអង្គុយនិយាយគ្នានៅលើក្រែមុខផ្ទះក្នុងសម្ដីភ្ញាក់ផ្អើលមីងធីបន្លឺឡើងអូនផលឯងនិយាយលេងឬក៏មែនហ្នឹងចាមីងខ្ញុំមិននិយាយលេងទេគឺខ្ញុំបានឃើញផ្ទាល់នឹងភ្នែកណាខ្មោចស្រី2នាក់នោះមានសក់វែងភ្នែកធំក្រចកវែងដើរសម្ដៅមករកខ្ញុំទៀតផងឮបែបនេះពូគង់ធ្វើមុខងឿងឆ្ងល់ក្នុងភូមិយើងពីដើមមកមិនដែលល្បីថាមានខ្មោចអីទេមីងផលក៏ពោលតបប៉ុន្តែលើកនេះមានហើយខ្មោចស្រីដល់តែ2នាក់ទៀតផងមីងធីងាកទៅរកពូគង់ជាប្តីរួចនិយាយប្តីតើពួកយើងគួរតែទៅប្តឹងមេភូមិទេប្តឹងស្អីនេះជារឿងខ្មោចលងតើមេភូមិជឿសម្ដីពួកយើងដែរមីងផលក៏បន្តនិយាយតែបងគង់និយាយបែបនេះបានន័យថាមិនជឿសម្ដីខ្ញុំទេមែនទេបងផលខ្ញុំអាចជឿសម្ដីប្អូនបានប៉ុន្តែមេភូមិសនមិនប្រកាសថាជឿសម្ដីប្អូនទេណាឮបែបនេះមីងផលនិងមីងធីស្ងៀមបន្តិចមីងផលក៏បន្តនិយាយឬក៏មានអ្នកណាធ្វើខ្មោចទៅលោកមកឡាច់នាងច័ន្ទក្រោយពីដឹងថានាងច័ន្ទនៅផ្ទះម្នាក់ឯងនោះទេគ្មានក្មេងស្រីអណាចិត្តក្លាហានហ៊ានបន្លប់ខ្លួនធ្វើខ្មោចដើរលើបន្លាចគេទាំងយប់បែបនេះទេមីងធីក៏និយាយឡើងរឿងខ្លះដែលយើងគិតស្មានមិនដល់វាក៏អាចកើតមានដែរបើមានអ្នកណាគុំស្អប់នាងច័ន្ទក៏ខ្លាញ់ខ្លួនធ្វើជាខ្មោចទៅលោកបន្លាចយើងក៏ថាបានមីងផលបន្តលបងធីនាងច័ន្ទក្មួយភាសាខ្ញុំស្លូតបូតណាស់តាំងពីនាងមករស់នៅទីនេះគ្មានដែលបង្កតំណោះជាមួយអ្នកណាឲ្យគេស្អប់គុំគួននោះទេឮបែបនេះមីងធីនិងពូគង់នៅស្ងៀមមីងផលបន្តនិយាយឲ្យតែបែបនេះខ្ញុំប្រហែលជាលែងបានតែដេកកំដរនាងច័ន្ទទៀតហើយ
មីងធីបន្ត អូនផលឯងនិយាយស្អីហ្នឹង អ្នកផលឯងមិននឹងអាចទុកនេះចិនឲ្យដេកម្នាក់ឯងបានទៅបើយ៉ាងក្មួយសានបានផ្ញើនឹងផលឯងជាភ្នែកជាច្រមុះឲ្យមើលខាខុសត្រូវនឹងចានផងដូច្នេះមិនអាចទុកនាងឲ្យដេកម្នាក់ឯងបានទេមីងផលនៅស្ងៀមធ្វើមុខសេញជើងគិតនៅឯផ្ទះមេភូមិសនអានេះវិញនាងក្រវ៉ាន់និងនាងង៉ែតអង្គុយនិយាយគ្នានៅក្បែររបងផ្ទះក្នុងសម្ដីសើចសប្បាយនាងក្រវ៉ាន់និយាយឡើង ពិតជាសប្បាយលេងណាស់ជុកមាញ់ នាងង៉ែតបន្ត ដល់តែតែងខ្លួននិយាយខ្មោចអញ្ចឹងទៅយើងមានអារម្មណ៍ថាអត់ខ្លាចខ្មោចសោះ នាងក្រវ៉ាន់តប អីចឹងឯងធ្លាប់ជួបខ្មោចដែរទេ នាងង៉ែតឆ្លើយ អត់ដែរជួបទេ នាងក្រវ៉ាន់បន្ត បើអញ្ចឹងតែខ្លាចខ្មោចស្អីខ្មោចលងវាគ្រាន់តែឮគេនិយាយតគ្នាប៉ុណ្ណោះ នាងក្រវ៉ាន់តប ប៉ុន្តែហេតុអីក៏មានមនុស្សខ្លាចខ្មោចខ្លាចឬមិនខ្លាចវាអាស្រ័យនៅលើអារម្មណ៍យើងទេ នាងង៉ែតបន្ត អញ្ចឹងជួបមាញ់មិនក៏ឯងមិនឲ្យយើងចូលទៅប្រមាននឹងចាំនោះ នាងក្រវ៉ាន់តប ប្រមានក្បាលឯងស្អីមិនឃើញមានផលនៅទីនោះទេហ៎បើអញ្ចឹងពួកយើងអាចធ្វើអីវាបានទេ នាងក្រវ៉ាន់តប យើងគិតថាធ្វើយ៉ាងណាត្រូវតែលើបន្លាចមានផលរហូតគាត់ឈប់ទៅដេកដំណើរនឹងចាំនោះដូច្នេះពួកយើងត្រូវបន្តធ្វើខ្វាច់ឡងទៀតមែនទេប្រកាសហើយ នៅឯវាលស្រែឃើញធឿននិងប៉ាន់អង្គុយនិយាយគ្នានៅលើភ្លឺស្រែក្បែរដើមត្នោតមួយដើមធឿនផ្ដើមនិយាយទាំងមុខមិនសប្បាយចិត្តបដាយើងទៅកំដរនាងច័ន្ទរាល់យប់អីចឹងយើងមិនអាចធ្វើអីនាងច័ន្ទបានទេដូច្នេះមានតែរកមជ្ឈបាយចាត់ការម្ដាយយើងលើបែបនេះនាយប៉ាន់ងាកមើលមុខនាយធឿនទាំងសម្ដែងការភ្ញាក់ផ្អើលឯងគិតចង់ចាត់ការម្ដាយយ៉ាងម៉េចបែបនេះធ្ងន់ណាស់ណាយើងគ្រាន់តែធ្វើយ៉ាងណាមិនឲ្យម្ដាយយើងទៅដេកផ្ទះនាងច័ន្ទប៉ុណ្ណោះអញ្ចឹងឯងមានមជ្ឈបាយហើយមែនទេនាយធឿនញញឹមតបនាយប៉ាន់ទំនងជាមានគម្រោងការនៅក្នុងចិត្តរួចជាស្រេចយប់បន្ទាប់នៅផ្ទះនាងច័ន្ទនាងច័ន្ទក្រាលកន្ទេលលើក្រែរៀបចំកន្លែងដេកខណៈមីងផលដើរមកអង្គុយចុះលើក្រែក្បែរនាងច័ន្ទទាំងលួចមើលទៅមាត់ទ្វារហើយគិតក្នុងចិត្តថា ហើយសង្ឃឹមថាជប់នេះនឹងមិនមានរឿងអាក្រក់អ្វីកើតឡើងទៅចុះ នាងច័ន្ទនិយាយឡើងទៅកាន់មីងផល អរគុណមីងក្រាន់ហើយដែលបានមកដេកកំដរខ្ញុំ នាងច័ន្ទនិយាយចប់ស្រាប់តែឮសំឡេងអង្រួនទ្វារខ្ទមក្រោកក្រាកក្រោកក្រាកនាងច័ន្ទនិងមីងផលងាកទៅទ្វារខ្ទមព្រមគ្នាមីងផលធ្វើមុខភ័យខ្លាចនាងច័ន្ទបណ្ដើរឡើងមុខទៅមាត់ទ្វារ អ្នកណាគេ ថាហើយនាងច័ន្ទបំរុងដើរទៅមើលមាត់ទ្វារតែមីងច័ន្ទពោលខាត់ ទុកឲ្យមីងទៅមើលវិញ ថាហើយមីងផលក៏ក្រោកដើរចេញមកមាត់ទ្វាររួចបង្ហើបទ្វារតិចតិចមើលទៅខាងក្រៅស្រាប់តែឃើញស្រមោលមនុស្សប្រុសពីរនាក់មានភ្នែកធំធំស្លៀកសដើរសម្ដៅមករកគាត់មីងផលធ្វើមុខភ័យខ្លាចរួចក៏ចាប់ទាញទ្វារបិទយ៉ាងប្រញាប់ទើបដើរចូលមកក្នុងផ្ទះក្បែរនាងច័ន្ទវិញឃើញមីងផលក្នុងទឹកមុខភ័យខ្លាចនាងច័ន្ទក៏ពោលសួរ មីងតើមានរឿងអីហ្នឹងណាគ្មានរឿងអីទេក្មួយខ្យល់បាក់មករញ្ជួយទ្វារហ្នឹងណា មីងផលនិយាយចប់ស្រាប់តែទ្វារខ្ទមរញ្ជួយឡើងក្រោកក្រាក់ម្ដងទៀតទំនងជាមានគេរុញពីខាងក្រៅមីងផលដៀងភ្នែកទៅមាត់ទ្វារទាំងមុខភ័យខ្លាចនាងច័ន្ទសម្ដែងទឹកមុខងឿងឆ្ងល់លាយទឹកមុខភ័យ មីងមិនមែនខ្យល់បាក់ទេដឹងដូចជាមានអ្នកណាច្រានទ្វារផ្ទះខ្ញុំណែមីងគិតថាខ្យល់បាក់ទេមីងខ្ញុំចេញទៅមើលសិនកុំតាំងអីក្មួយតោះពួកយើងចូលដេកទៅណា ទ
ថាហើយមីងផលក៏ចាប់ខ្លួននាងច័ន្ទឲ្យដេកនៅលើក្រែពួកយើងឆាប់ដេកទៅមីងផលនិងនាងច័ន្ទក៏ប្រះខ្លួនដេកខណៈមីងផលធ្វើមុខភ័យខ្លាចមីងផលគិតក្នុងចិត្តមិនក៏យប់នេះមានខ្មោចប្រុសពីរនាក់មកលងបន្លាចខ្ញុំនិងនាងច័ន្ទទៀតបាននៅតែបែបនេះយប់ស្អែកខ្ញុំមិនអាចមកដេកកំដរនាងច័ន្ទបានទៀតទេព្រឹកឡើងនៅផ្ទះមីងផលនាងក្រវ៉ាន់ដើរកាន់កន្ត្រកនំមួយសម្ដៅនាយធឿនដែលនៅអង្គុយពុះអស់ក្បែរផ្ទះនាងក្រវ៉ាន់បន្លឺហើយបងធឿនអូក្រវ៉ាន់ទេហ៎នាយធឿនទុកពុះថៅចុះដើរសម្ដៅមកនាងក្រវ៉ាន់ដែលអង្គុយចុះលើក្រែមុខផ្ទះខ្ញុំមាននំដែលបងចូលចិត្តមកផ្ញើបាននំបាយយកផ្ញើបងនិយាយហើយក៏អង្គុយចុះក្បែរក្រវ៉ាន់គឺនំបញ្ចុកហ្នឹងណារំខានក្រវ៉ាន់ហើយនេះមិនអីទេនិយាយចឹងមីងទៅណាហើយម៉ែយប់មិញទៅដេកកំដរបងច័ន្ទនៅមិនទាន់ត្រឡប់មកវិញទេអញ្ចឹងអីបងធឿនឥឡូវមិនក៏ខានទៅរកខ្ញុំមួយរយៈនេះបងមិនហ៊ានទៅរកក្រវ៉ាន់ទេព្រោះខ្លាចពុកក្រវ៉ាន់នឹងណាខ្លាចអីគាត់មិនស្អប់ខ្ពើមបងឯណាបងមិនទៅរកអូនបែបនេះដឹងថាអូននឹកបងទេប៉ុន្តែបងថាពួកយើងគួរតែបញ្ចប់គ្នាត្រឹមនេះទៅបងនិយាយស្អីហ្នឹងក្រវ៉ាន់អូនក៏ដឹងថាបងក្រគ្មានទ្រព្យសម្បត្តិបែបនេះមិនស័ក្តិសមនឹងអូនទេបើទោះបងចូលស្ដីអូនក៏លោកមេភូមិមិនយល់ព្រមដែរបងមិនតាន់ចូលស្ដីអូនផងមិនក៏ដឹងថាពុកអូនមិនអោយនាយធឿននៅស្ងៀមធ្វើមុខក្រៀមក្រំបងកុំអត់សង្ឃឹមអីចាំអូនជួយអង្វរពុកឲ្យប៉ុន្តែណាហើយបងហូបនំបញ្ចុកសិនទៅព្រឹកនោះដដែលនៅផ្ទះនាងច័ន្ទមុននឹងមីងផលត្រឡប់ទៅផ្ទះគាត់វិញគាត់បាននិយាយនឹងនាងច័ន្ទថាចាណាមីងគិតថាចង់បបួលក្មួយឯងទៅដេកនៅផ្ទះមីងវិញតើឯងយល់យ៉ាងម៉េចដែរមីងខ្ញុំមិនអាចទៅដេកឯណាចូលផ្ទះខ្ញុំបានទេប៉ុន្តែមីងគិតថាពួកយើងដេកនៅទីនេះក្រែងគ្មានសុវត្ថិភាពណាមីងចង់អានេះថាម៉េចហ្នឹងណែផ្ទះក្មួយនៅដាច់ស្រយាលពីគេបន្តិចបើមានរឿងអ្វីកើតឡើងមិនមានអ្នកភូមិណាគេមកជួយយើងទាន់ទេប៉ុន្តែក្មួយនៅទីនេះជិត1ឆ្នាំហើយបានសុខសប្បាយណាស់ចាណាពេលខ្លះយើងក៏ស្មាននឹកដល់ថាហេតុការណ៍អាក្រក់ណាមួយវាកើតឡើងដែរដូច្នេះមីងគិតថាឯងទៅស្នាក់នៅផ្ទះមីងមួយរយៈទៅតម្រាំអាសានត្រឡប់មកពីជួញដូរវិញចាំគិតទៀតអត់អីទេមីងបើខ្ញុំដើរចោលផ្ទះគេនឹងដៀលថាខ្ញុំជាស្រីកណ្ឌិតមកកើតណាហើយបើមីងមិនអាចមកគេងកំដរខ្ញុំបានទេក៏មិនអីដែរឯងមិនអត់ចិត្តនឹងមីងទេអីចាអត់អីទេមីងមីងផលនៅស្ងៀមធ្វើមុខគិតវែងឆ្ងាយទាំងលួចមើលមុខនាងច័ន្ទដោយសង្វេគពេលថ្ងៃនៅផ្ទះមីងផលដើរចូលដល់ផ្ទះរួចអង្គុយចុះលើក្រែដោយទឹកមុខស្រងត់ស្រងាត់នាយធឿនដែលអង្គុយពុះអស់ក្បែរនោះក៏ទម្លាក់ពុះថៅចុះដើរមកអង្គុយបែបដៃនិងបន្លឺសួរម៉ែយ៉ាងម៉េចក៏ត្រឡប់មកពីផ្ទះបងច័ន្ទវិញក៏ធ្វើមុខស្រងត់ស្រងាត់បែបនេះហើយមិនឲ្យម៉ែស្ងត់ស្ងាត់chẳngម៉េចបើស្ទើរពេញមួយយប់ទៅហើយម៉ែដេកបន្លុសោះមិនអញ្ចឹងម៉ែបាននិយាយទៅប្រហែលជាឯងមិនជឿទេម៉ែមានរឿងអីហ៎គឺនៅផ្ទះទាំងច័ន្ទមានខ្មោចលងម៉ែថាម៉េចនៅផ្ទះបងច័ន្ទមានខ្មោចលងប្រកាសហើយយប់ទី1មានខ្មោចស្រី2នាក់បានបង្ហាញខ្លួនក្នុងរូបភាពអាក្រក់មើលខ្លាំងណាស់ចំណែកយប់មិញក៏មានខ្មោចប្រុស2នាក់ទៀតបានបង្ហាញខ្លួនក្នុងរូបភាពអាក្រក់មើលនិងគួរឲ្យខ្លាចដូចគ្នាម៉ែព្រឹកភ្នែកទេដឹងតើមានខ្មោចមកពីណាសម័យនេះទៅហើយម៉ែមិនព្រឹកភ្នែកទេម៉ែឃើញច្បាស់នឹងភ្នែកក្រឡែតហ្នឹងណាម៉ែគិតថាលែងតែដីផ្ទះទាំងច័ន្ទទៀតហើយបែបនេះមិននឹងកើតទៅម៉ែបានបបួលនឹងច័ន្ទឲ្យមកដីផ្ទះយើងដែរតែនឹងច័ន្ទមិនយល់ព្រមសោះនាងថាមិនអាចចាប់ផ្ទះនាងបានទេ
មកតាពីបងច័ន្ទគាត់មិនជឿលើរឿងខ្មោចហ្នឹងបានជាគាត់មិនខ្លាចអ្នកណានិយាយម៉ែមិនជឿមែនតែនេះគឺម៉ែឃើញផ្ទាល់នឹងភ្នែកបើអញ្ចឹងម៉ែសម្រេចថាលែងទៅដេកកំដរបងច័ន្ទហើយហ៎ម៉ែប្រហែលជាលែងទៅកំដរនឹងច័ន្ទទៀតហើយបើម៉ែទៅដេកកំដរនឹងច័ន្ទទៀតប្រកាសជាអាយុខ្លីមិនខានទេថាហើយមីងផលក៏ក្រោកដើរចូលក្នុងផ្ទះបាត់ទៅនាយធឿនលួចញញឹមសប្បាយចិត្តហើយគិតថាតែប៉ុណ្ណេះបានការហើយនាពេលយប់នៅផ្ទះនាងច័ន្ទឃើញនាងច័ន្ទដើរមកបិទទ្វារខ្ទមស្រាប់តែត្រូវដៃនាយធឿនច្រានទ្វារចេញទៅវិញនាងច័ន្ទមើលទៅចំពីមុខក៏ឃើញមុខនាយធឿនតែងខ្លួនជាខ្មោចក៏បណ្ដាលឲ្យនាងភ័យខ្លាចនិងបន្លឺឡើងខ្មោចពួលហើយប៉ុណ្ណេះនាងច័ន្ទក៏ដួលសន្លប់នៅមាត់ទ្វារនាយប៉ាន់ដែលតែងខ្លួនជាខ្មោចដែរក៏ប្រញាប់ដើរចូលមកទាំងពួលថានាងសន្លប់ហើយឯងនៅចាំមាត់ទ្វារណាយើងយកនាងច័ន្ទទៅឡើងឋានសួគ៌ឥឡូវនេះតាមជំនួយចាស់ណាទុកឲ្យយើងចាំផ្លូវឲ្យនាយធឿនក៏លើកត្រកងនាងច័ន្ទចូលក្នុងខ្ទមនាយប៉ាន់ទាញទ្វារខ្ទមបិទរួចឈរនៅមាត់ទ្វាររំពេចនោះក៏លិចនាងក្រវ៉ាន់និងនាងង៉ែតមកដល់ក្នុងសម្លៀកបំពាក់តែងខ្លួនជាបិសាចត្រឡេកឃើញនៅមាត់ទ្វារមានខ្មោចប្រុសម្នាក់ដែលជានាយប៉ាន់នោះពួកនាងក៏ទុចងក់និយាយខ្សឹបគ្នានាងង៉ែតនាងមើលតែមាត់ទ្វារខ្ទមដូចជាមានខ្មោចប្រុសម្នាក់មែនហើយមិនក៏មានខ្មោចប្រុសមកពីណាមកដល់ទីនេះដែរហើយគួរឲ្យខ្លាចខ្លាំងណាស់ឯងកុំខ្លាចអីពួកយើងជាបិសាចមិនត្រូវខ្លាចខ្មោចទេប៉ុន្តែយើងប៉ុន្តែស្អីពិនិត្យឲ្យច្បាស់សិនទៅក្រែងមានមនុស្សតែងខ្លួនដូចជាពួកយើងណានៅក្នុងខ្ទមអានេះវិញនាយធឿនកំពុងដោះអាវខ្លួនឯងទម្លាក់ទៅម្ខាងខណៈភ្នែករបស់គេសម្លឹងទៅនាងច័ន្ទដែលដេកសន្លប់លើក្រែនៅខាងក្រៅខ្ទមឃើញនាងក្រវ៉ាន់និងនាងង៉ែតដើរលោកមកចិត្តមើលឃើញច្បាស់ថាជានាយប៉ាន់ក៏និយាយខ្សឹបគ្នាការពិតគឺបងប៉ាន់តាឬក៏បងប៉ាន់កំពុងតែងខ្លួនបន្លាចនាងច័ន្ទដែរមែនហើយតើពួកគេកំពុងធ្វើអីហើយនាងង៉ែតឯងសួរអញតើអញសួរអ្នកណាអញ្ចឹងពួកយើងលងបន្លាចគេទៅយ៉ាងម៉េចដែរនៅក្នុងខ្ទមឃើញនាយធឿនកំពុងថើបនាងច័ន្ទវុវីទាំងដៃម្ខាងទាញសារុងនាងច័ន្ទចុះក្រោមអស់នៅខាងក្រៅខ្ទមឃើញនាយប៉ាន់បើកភ្នែកធំក្រោយឃើញបិសាចស្រី2នាក់ដើរតិចសម្ដៅពួកគេទាំងមានត្រចុះដៃវែងបើកភ្នែកធំនាយប៉ាន់ឃើញហើយក៏ភិតភ័យរួចរត់ចេញពីទីនោះបាត់ទៅនាងក្រវ៉ាន់និងនាងង៉ែតលួចសោចរួចញាក់មុខដាក់គ្នាជាសញ្ញាថាតោះពួកយើងចូលទៅក្នុងខ្ទមទៀតនាងក្រវ៉ាន់និងនាងង៉ែតក៏ដើរមកច្រានទ្វារខ្ទមតិចមើលទៅខាងក្នុងស្រាប់តែពួកគេឃើញនាយធឿនកំពុងរំលោភនាងច័ន្ទដោយសភាពរស់រាលខណៈដែលនាងច័ន្ទមិនបានរើបំរាស់អ្វីទេពីព្រោះនាងបានសន្លប់ហើយឃើញទិដ្ឋភាពបែបនេះនាងក្រវ៉ាន់ខឹងយ៉ាងខ្លាំងដោយនាងមិននឹកស្មានថានាយធឿនហ៊ានធ្វើយ៉ាងនេះដាក់នាងក្រវ៉ាន់សោះព្រឹកព្រលឹមឡើងថ្ងៃចាប់ផ្ដើមរះគងនៅលើដំបូលខ្ទមនាងច័ន្ទឃើញនាងច័ន្ទកំពុងដេកទំនងជាទ្រោមខ្លួនយ៉ាងម៉េចមិនដឹងបន្តិចក្រោយមកនាងក្រោកអង្គុយយឺតហើយសម្លឹងមើលខ្លួនឯងទាំងធ្វើមុខនឹងឆ្ងល់មកចុះខ្លួនខ្ញុំដូចជាឈឺចុកចាប់ខោផ្លាយពីស្រាប់ដងអីចឹងតើជប់មិញមានរឿងអ្វីកើតឡើងចំពោះខ្ញុំនិយាយមកដល់ត្រឹមនេះនាងច័ន្ទក៏គិតឃើញដល់គ្រាដែលនាងឃើញខ្មោចលងកាលពីយប់មិញការពិតជប់មិញខ្ញុំបានជួបខ្មោចទេតា
ព្រឹកនោះដែរនៅឯផ្ទះមេភូមិសននាងក្រវ៉ាន់និងនាងង៉ែតអង្គុយនិយាយគ្នានៅលើក្រែក្រោមផ្ទះក្នុងទឹកមុខខឹងក្រញ៉ៅនាងក្រវ៉ាន់និយាយឡើងបងធឿនមិនគួរក្បាត់ជើងយ៉ាងនេះទេនាងង៉ែតតបដោយយើងសង្ស័យមិនខុសមែនថាបងធឿនប្រកាសជាមានតំណែងតំណងស៊ីជម្រៅជាមួយនឹងចាន់នោះមិនខានទេនាងក្រវ៉ាន់តបយើងមិនសុខចិត្តទេយើងនឹងទៅរកបងធឿនសួរនាំឲ្យបានច្បាស់បើមិនអីចឹងទេគាត់ក៏រស់នៅមិនបានសុខដែររឿងកំណើតព្រាយក្រឡាភ្លើងភាគ2សូមស្លេះតែប៉ុណ្ណេះសិនសូមអរគុណដល់ប្រិយមិត្តអ្នកស្ដាប់ដែលបានយកចិត្តទុកដាក់ស្ដាប់តាំងពីដើមរហូតដល់ចប់សង្ឃឹមថាប្រិយមិត្តអ្នកស្ដាប់មិនចិត្តកំណាញ់ទេនឹងជួយចុចរូបកណ្ដឹងម្នាក់មួយដើម្បីតាមដាននៅភាគបន្តនឹងរឿងថ្មីៗនៅ VFM សូមអរគុណជួបគ្នានៅភាគទី3 VFM នាំមកជូនការកំសាន្តគ្រប់ទីកន្លែង